សួស្តីអ្នកទាំងអស់គ្នាម្នាក់គ្នាបានទស្សនាភាគ2ហើយមែនអត់ឥឡូវយើងមកទុកស្នាភាគ3ទាំងអស់គ្នាមុនចូលសាច់រឿងកុំភ្លេចជួយ Subscribe and Like វិបត្តិនឹងការវិវត្តដោយខ្លួនឯងការរំខាននាងឥឡូវនេះនឹងបំផ្លាញអ្វីគ្រប់យ៉ាងខ្ញុំបានប្រញាប់ប្រញាល់ដើរទៅមួយជំហានអង្គុយជើងខ្វែងទល់មុខឆ្លហើយចាប់ដៃនាងយ៉ាងណែនចាប់ផ្ដើមចែករំលែកធម្មពលខ្ញុំបានចាក់ធម្មពលជីវិតសុទ្ធនៃរាងកាយរបស់យក្សរបស់ខ្ញុំចូលទៅក្នុងខ្លួនរបស់នាងដោយបង្ខំពេលវេលាកន្លងផុតទៅពេលព្រឹកព្រលឹមរះប្រេះសុទ្ធនាគបានបែកខ្ទេចខ្ទីទាំងស្រុងនាគតូចគួរឲ្យស្រឡាញ់មួយក្បាលដែលមានទំហំប៉ុនបាតដៃគ្រប់ដណ្ដប់ដោយចិញ្ចៀងពណ៌មាសក្រហមឆ្អៅជាមួយនឹងអណ្ដាតភ្លើងរន្ទះបាញ់នៅលើកន្ទុយរបស់វាបានហើរចេញមកវាបានវិលជុំវិញឃ្លោដែលហត់នឿយម្ដងមួយវិនាទីបន្ទាប់ភ្នែកបញ្ឈរពណ៌មាសរបស់វាបានចាប់ចំមុខលើខ្ញុំមែនហើយក្មេងប្រុសតូចនោះបានប្រែក្លាយទៅជាពន្លឺមួយធ្លាក់ចូលទៅក្នុងដៃរបស់ខ្ញុំយ៉ាងជ្រៅហើយត្រដុសក្បាលតូចដ៏មានរោមរបស់វាទៅលើចង្ការបស់ខ្ញុំដោយក្តីរំភើបខ្ញុំបង្ខំខ្លួនឯងឲ្យបើកភ្នែកសម្លឹងមើលបន្ទះហើយបេះដូងរបស់ខ្ញុំលោតញាប់រាងកាយរបស់ខ្ញុំបានធ្លាក់ចុះមកត្រឹម5-4ពិន្ទុយ៉ាងវេទនាហើយត្រូវបានបញ្ជូនត្រឡប់ទៅរកចំណុចចាប់ផ្ដើមវិញពេញមួយយប់ប៉ុន្តែភ្លាមបន្ទាប់ពីនោះបន្ទាត់នៃអក្សរពណ៌មាសភ្លឺចែងចាំងមួយបានលេចឡើងនៅលើបន្ទះទទួលបានទេពកោសល្យអ្នកចម្បាំងនាគឋានៈច្រឡំជាមួយកូននាគមែនទេអំណាចប្រយុទ្ធកើនឡើងយ៉ាងខ្លាំងចំណាំអ្នកបានចាក់ថាមពលរាងកាយរបស់ទីតានហើយក្លាយជាឪពុកនាគរបស់កូននាគខ្ញុំបានក្លាយជាឪពុកដ៏មានសុភមង្គលម្នាក់ភ្លាមរលកនេះបានរកប្រាក់ចំណេញយ៉ាងច្រើនក្លូអ៊ីបានអប់ខ្ញុំហើយយំស្ទើរស្លាប់ក្មេងស្រីនៅជុំវិញនោះបានចំរំគ្នាច្របាច់ខ្ញុំយ៉ាងខ្លាំងរហូតដល់ខ្ញុំស្ទើរតែស្លាប់នៅនឹងកន្លែងមនុស្សគ្រប់គ្នាបានដើរចេញមួយឡែកខ្ញុំបង្ខំចិត្តញឹមខ្ញុំមិនខ្សោយប៉ុន្មានទេក្រោយអាហារពេលព្រឹករួចខ្ញុំបានចង្អុលទៅលីលីក្មេងល្ងងម្នាក់ដែលចូលចិត្តខ្សែអូឌីយ៉ូដល់ពេលធ្វើការហើយលីលីឡើងក្រហមលូកដៃចូលទៅក្នុងថង់រូនហើយចាប់យកដោយកំហឹងឌីធំរូនបានធ្លាក់មកលើសន្លឹកបៀហើយដោយគ្មានការសង្ស័យវាគឺជាវាសនាដ៏សំណាងបំផុតសិស្សស្រីទាំងអស់ក្នុងថ្នាក់បានចាប់ផ្ដើមនេសាទយ៉ាងឆ្កួតដូចជាពួកគេត្រូវបានចាក់ឈាមមាន់ចូលអត្រានៃសំណាងអាក្រក់ខ្លាំងគឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់បន្ទះឈើភ្លុកដែកនិងផ្លាស្ទិកបានហើរទៅគ្រប់ទីកន្លែងពេលប្រឡប់ខ្ញុំបានគ្រវីដៃយ៉ាងអស្ចារ្យប្រើប្រាស់សម្ភារៈធ្វើឲ្យប្រសើរឡើងដល់កម្រិត3នៃក្បូនជាមួយនឹងពន្លឺពណ៌ស្ភ្លឹបផ្លែតក្បូនបានពង្រីកកម្ដងទៀតហើយទីផ្សារជួញដូរត្រូវបានដោះសោជាផ្លូវការអេក្រង់ holographic បានលេចចេញនៅលើនាវាដែលគ្រប់ដណ្ដប់ដោយរបស់ល្អពីតំបន់សមុទ្រផ្សេងទៀតសៀវភៅជំនាញអាវុធគំនូរព្រាងអ្វីគ្រប់យ៉ាងដែលអ្នកចង់បានប៉ុន្តែថ្នាក់ទាំងមូលបានស្ងាត់ឈឹងពីព្រោះនៅកន្លែងដ៏អាក្រក់របស់យើងនេះយើងមិនអាចមានលទ្ធភាពទិញរបស់សំបីតែមួយមុខឡើយភ្នែករបស់មនុស្សគ្រប់គ្នាសម្លឹងមកខ្ញុំនិងអេលេណាម្ដងទៀតមុខរបស់អេលេណាប្រែជាក្រហមភ្លឺភ្លាមយប់បានរំពាត់យើងម្ដងទៀតនៅក្នុងកាប៊ីនឈើនោះក្មេងស្រី95-4នាក់ដេកលើគ្រែរបស់ពួកគេគ្មាននរណាម្នាក់ដេកលក់ទេខ្ញុំបានក្រោកឈរឡើងចាប់ដៃអេលេណាហើយអូសនាងចូលទៅក្នុងកាប៊ីនរបស់ប្រធានក្រុមវាំងក្រណាត់បានធ្លាក់ចុះកាប៊ីនទាំងមូលបានធ្លាក់ចូលទៅក្នុងភាពស្ងៀមស្ងាត់ដោយបន្សល់ទុកតែចង្វាក់បេះដូងដ៏គួរឲ្យភ្ញាក់ផ្អើលមិនយូរប៉ុន្មានសំឡេងធ្ងន់ម្ដុំការអាចើឡើងលីលីគ្រប់ក្បាលរបស់នាងយ៉ាងណែនដោយភួយរបស់នាងលូណាជេរប្រតិចដោយកំហឹងហើយសូអ៊ីខ្សឹបប្រាប់មិត្តសម្លាញ់របស់នាងដោយក្តីរំភើបសមរភូមិដ៏លំបាកនេះខ្ញុំបានប្រយុទ្ធដោយបង្ខំរហូតដល់ពាក់កណ្ដាលអាធ្រាត្រនៅថ្ងៃបន្ទាប់ថ្ងៃត្រង់ខ្ញុំបានដើរចេញទាំងយំហើយសម្លឹងមើលទៅបន្ទះប្រព័ន្ធមិនមានផ្ទៃពោះទេការលាបថ្នាំមិនបានសម្រេចទេឈួតមែនខ្ញុំបានខំប្រឹងអស់ពាក់កណ្ដាលយប់បញ្ចេញទឹកថ្នាំចេញហើយអ្នកកំពុងប្រាប់ខ្ញុំថាវាមិនបានសម្រេចទេដោយមុខខ្មៅខ្ញុំបានចាប់អេលេណាដែលទើបតែដើរចេញហើយកណ្ដាលការសម្លឹងមើលដ៏តក់ស្លុតរបស់សិស្សទាំងអស់អូសនាងត្រឡប់ទៅក្នុងកាប៊ីនរបស់ប្រធានក្រុមវិញខ្ញុំបានចាក់សោទ្វារយ៉ាងណែននៅពេលព្រឹកព្រលឹមភ្នែករបស់សូអ៊ីស្ទើរតែលៀនចេញពីរន្ធភ្នែកម្ដងទៀតនៅរសៀលនោះការប្រយុទ្ធបានអូសបន្លាយរហូតដល់ថ្ងៃលិចអេលេណាដើរចេញទៅដោយជើងញ័រដោយកាន់ស៊ុមទ្វារមុខរបស់នាងពោពេញដោយភាពធូរស្រាលនៃធូលីដីដែលហុយឡើងខ្ញុំបានដួលទៅលើគ្រែសម្លឹងមើលសញ្ញាពណ៌មាសភ្លឺចែងចាំងនៅចំពោះមុខខ្ញុំញ័រខ្លួនដោយក្តីរំភើបអេលេណាបានមានផ្ទៃពោះដោយជោគជ័យកំពុងមានផ្ទៃពោះកូនភ្លោះទទួលបានឱកាសបំលែងគ្មានដែនកំណត់ចំនួន2មុខសុភមង្គលទ្វេដងខ្ញុំមិនបានផ្ទុះថ្លើមដោយឥតប្រយោជន៍ទេខ្ញុំបានស្ទុះចេញពីវាំងភ្លាមហើយទាញដបទឹកបរិសុទ្ធអ៊ីវៀនមួយដបចេញមកបញ្ជាក់ការបំលែងភ្លាមនោះបរិមាណទឹកបរិសុទ្ធនៅក្នុងកាបូបស្ពីរបស់ខ្ញុំបានក្លាយជា9,999,999ទឹកបរិសុទ្ធគ្មានដែនកំណត់ដោយខ្ញុំគ្រវីដៃមួយផ្លែតដបទឹករាប់រយបានកូរគ្នាឡើងលើភ្នំតូចមួយមនុស្សគ្រប់គ្នាបានបង្វិលគម្រប់ចេញហើយផឹកយ៉ាងសប្បាយសុភមង្គលរបស់ពួកគេបានផ្ទុះឡើងភ្លាមគុំគ្រាន់តែផឹកអីក្បូននោះបានពង្រីកយ៉ាងខ្លាំងរហូតដល់ទំហំប៉ុនទីលានបាល់បោះហើយបានដុះឡើងជាប៉ុមសង្កេតជាន់ទី2និងរបងឈើក្រាស់
ខ្ញុំបានចង្អុលទៅគំនូព្រៀងនៅលើទៅធ្វើការហើយស្រែកដាក់សិស្សទាំងអស់ស្អែកនេះមនុស្សគ្រប់គ្នានឹងប្រដាប់ធ្នូដៃនៅព្រឹកព្រលឹមថ្ងៃទី3កូននាគតូចបានដាស់ខ្ញុំឲ្យភ្ញាក់ដោយលិទ្ធអណ្ដាតរបស់វាខ្ញុំបានដើរចេញពីបន្ទប់ប្រើប្រាស់ឱកាសជួញដូរចំនួន10ដងហើយជួញដូរដោយផ្ទាល់សម្រាប់សម្ភារៈធ្នូដៃទាំងអស់ពន្លឺពណ៌ស្ភ្លឹបផ្លែតធ្នូដៃចំនួន99ដើមភ្លឺចែងចាំងដោយពន្លឺដែកត្រជាក់និងប៊ូឡុងធ្នូរាប់ពាន់ត្រូវបានចែកចាយដល់ដៃក្មេងស្រីគ្រប់រូបខ្ញុំបានអបចង្កេះអេលេណាហើយប្រកាសទៅកាន់សិស្សទាំងអស់ថាសាស្ត្រាចារ្យរបស់អ្នកមានផ្ទៃពោះហើយកូនភ្លោះនោះជាកូនភ្លោះហ្វូងមនុស្សទាំងមូលបានប្រែក្លាយទៅជាថ្មរួចក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងក្មេងស្រីរាប់សិបនាក់បានរត់មកឡោមព័ទ្ធអេលេណាដោយផ្ដល់តែនឹងទឹកឲ្យនាងសួរអំពីសុខុមាលភាពរបស់នាងដោយភ័យខ្លាចថានាងអាចនឹងបុកនឹងអ្វីមួយនៅសល់តែជាង10ម៉ោងទៀតប៉ុណ្ណោះរហូតដល់រលកយ៉ាស៊ូណាមកដល់ក្មេងស្រីបានសុំទឹកហើយងូតទឹកក្នុងបន្ទប់ទឹកដែលមានជញ្ជាំងធ្វើពីក្តារឈើពេលស្ដាប់សំឡេងសើចនិងលេងនៅខាងក្នុងខ្ញុំហូរឈាមច្រមុះយ៉ាងខ្លាំងបន្ទាប់ពីងូតទឹករួចអ្នករាល់គ្នាបានត្រៀមខ្លួនចូលគេងខ្ញុំបានទាញអេលេណាចេញពីក្រោមភួយរបស់នាងភ្លាមយើងត្រូវធ្វើសង្គ្រាមនៅថ្ងៃស្អែកចូលយើងវឹកហាត់បច្ចេកទេសប្រយុទ្ធជាមុនខ្ញុំបានទាញនាងចូលទៅក្នុងកាប៊ីនរបស់ប្រធានក្រុមដោយទឹកមុខសុចរិតពាក្យបណ្ដាសាបានបន្លឺឡើងនៅខាងក្រៅពាក់កណ្ដាលអធាត្រវោសវូសខ្យល់បក់ខ្លាំងបានបក់បោកកាត់ផ្ទៃមេឃពេលយប់ដោយគ្មានការព្រមានភាពត្រជាក់ខ្លាំងបានបោកបក់ពេញរាងកាយរបស់យើងភ្លាមក្បូនបានញ័រយ៉ាងខ្លាំងដែលរាប់មិនអស់បានទះបាតទូកយ៉ាងភ័យស្លន់ស្លោតាមចន្លោះប្រហោងនៃបន្ទះឈើវាពោពេញទៅដោយភ្នែកពណ៌បៃតងនិងពណ៌ខៀវដ៏គួរឲ្យខ្លាចនៅខាងក្រៅសញ្ញានៃប្រព័ន្ធទឹកកកមួយបានវាយលុកចូលក្នុងគំនិតរបស់ខ្ញុំសញ្ញាណរបស់ព្រះសមុទ្រផូសេដុនជាកូនអាឆ្នាតំបន់សមុទ្រដែលមានខ្យល់បក់ខ្លាំងគឺពិតជាពិសេសណាស់រលកយ៉ាស៊ូណាមិនត្រូវបានវាយប្រហាររហូតដល់ពាក់កណ្ដាលអធ្រាត្រការសម្លាប់សត្វចម្លែកអាចធ្វើឲ្យរយៈពេលនៃរលកយ៉ាស៊ូណាមកខ្លីជាងមុនសូហ្វីបានហាមថ្ពាល់ហើយខ្ជាក់ពូយៈចេញភ្លាមនោះនាងបានចាប់សត្វចម្លែកហោះនៅលើអាកាសអ្នករាល់គ្នាបាញ់ចេញស្វឺតគ្រាប់ធ្នូចំនួន99គ្រាប់បានធ្លាក់មកដូចព្យុះភ្លៀងហើយសត្វចម្លែកបានធ្លាក់មកជាជួរការណែនាំអំពីការសម្លាប់ត្រូវបានរំកិលឡើងយ៉ាងប្រញាប់ប្រញាល់ហើយការរាប់ថយក្រោយនៃរលកយ៉ាស៊ូណាមកក៏ចាប់ផ្ដើមក្រហមផ្កាយសមុទ្រយក្សមួយដូចភ្នំសាច់បានធ្លាក់មកលើនាវាយ៉ាងខ្លាំងស៊ីឡាចំណុចខ្សោយរបស់វាគឺភ្នែកនៅលើពោះរបស់វាអេលេណាស្រែកខ្ញុំដកដង្ហើមវែងពន្លឺពណ៌ស្ភ្លឺចែងចាំងលើដាវរបស់ខ្ញុំការវាយប្រហារដ៏ខ្លាំងក្លាថាមពលត្រូវបានបង្រួមដល់កម្រិតកំណត់រាងកាយទាំងមូលរបស់ខ្ញុំបានបាញ់ចេញដូចជាគ្រាប់កាំភ្លើងធំពន្លឺចែងចាំងប្រវែង10ម៉ែត្របានឆាបឆេះភ្លាមពេញមួយយប់ស្លាប់ទៅខ្ញុំទៅផ្កាយសមុទ្រភ្នំសាច់មិនមានពេលស្រែកទេមុនពេលវាត្រូវបានកាត់ជាពីរភ្នែកម្ខាងនៅលើពោះរបស់វាបានផ្ទុះឡើងដោយសំឡេងផ្ទុះការរាប់ថយក្រោយបានធ្លាក់ចុះយ៉ាងខ្លាំង3នាទីសម្រាប់ចោលសិស្សទាំងអស់បានឃើញមុខក្រហមដោយទប់ការវាយប្រហាររបស់សត្វចម្លែកយ៉ាងរឹងមាំពេលវិនាទីចុងក្រោយកន្លងផុតទៅខ្យល់បក់ខ្លាំងក៏ឈប់ភ្លាមរលកធំបានបោកបក់យ៉ាងខ្លាំងសត្វចម្លែកទាំងនោះបានដកថយចូលទៅក្នុងសមុទ្រជ្រៅដោយទឹករលកនាវានោះពោពេញទៅដោយសាកសពនិងអវយវៈដែលត្រូវបានកាត់ផ្ដាច់ឈាមដែលមានក្លិនស្អុយបានលាបពណ៌ក្តារឈើជាពណ៌ក្រហមយើងឈ្នះហើយស្នូបព្យុះពណ៌ខៀវនោះបានរសាត់មកក្នុងដៃខ្ញុំយឺតខ្ញុំបានប្រើទីផ្សារជួញដូរដើម្បីបំពេញចន្លោះប្រហោងសម្ភារៈភ្លាមហើយស្រែកដាក់បន្ទះនោះធ្វើឲ្យប្រសើរឡើងដល់កម្រិតទី5នៃក្បូនពន្លឺពណ៌សបានផ្ទុះឡើងក្បូនទាំងមូលត្រូវបានរៀបចំឡើងវិញលាតសន្ធឹងនិងលើកឡើងយ៉ាងឆ្កួតនៅក្នុងពន្លឺនោះក្នុងមួយប៉ព្រិចភ្នែកកប៉ាល់ឈើពិតមួយបានលេចចេញមកភ្លាមនៅលើមហាសមុទ្រឌីងសូមអបអរសាទរដល់ក្រុម Sailors ដែលជាក្រុមដំបូងគេបង្អស់នៅលើពិភពលោកដែលបានបញ្ចប់ការធ្វើឲ្យប្រសើរឡើងនៅកប៉ាល់ដំបូងគេបង្អស់នៅលើពិភពលោកក្មេងស្រីរាប់រយនាក់បានឈរស្ងៀមមួយវិនាទីបន្ទាប់មកក៏ផ្ទុះឡើងជាសំឡេងស្រែកយំយ៉ាងខ្លាំងមនុស្សគ្រប់គ្នាអបគ្នាយំនិងសើចដោយពឹងផ្អែកលើភាពខុសគ្នានៃពេលវេលាក្រុមរបស់យើងដែលមានការចាប់ផ្ដើមដ៏អាក្រក់បានគ្រប់គ្រងដើម្បីបោះជំហានឆ្លងកាត់ពិភពលោកទាំងមូលដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ1នៅម៉ោង10ព្រឹកថ្ងៃបន្ទាប់ការប្រកាសជាសកលបានបន្លឺឡើងទាន់ពេលវេលាសូមអបអរសាទរដល់ក្រុម Leviathan មកពីតំបន់ Windsea ដ៏អាប់អួរដែលទទួលបានចំណាត់ថ្នាក់លេខ1ជាសកលទទួលបានរង្វាន់ជាហឹបកំណប់ដ៏អស្ចារ្យក្បីឆានែលពិភពលោកបានផ្ទុះឡើងទាំងស្រុងឆាតបានខឹងសម្បាយ៉ាងខ្លាំងត្រូវបានរៀបចំតើភូមិដែលចាប់ផ្ដើមសម្រាមដូចជាតំបន់ Windsea ដ៏អាប់អួរអាចទទួលបានមុនគេដោយរបៀបណាបែកបាក់ប្រេតខឹងខ្លាំងណាស់រហូតដល់ក្អួតឈាមទ្រូងវីរភាពខ្ញុំបដិសេធមិនទទួលយករឿងនេះទេបងប្អូននៅតំបន់ Windsea ដ៏អាប់អួរបានបញ្ចេញការសោកស្ដាយរបស់ពួកគេយ៉ាងខ្លាំងរលកយ៉ាស៊ូណាបានមកដល់មុនម៉ោង9អ្នកទាំងអស់គ្នាសាកល្បងមើលយើងស្ទើរតែស្លាប់ទាំងអស់គ្នាមិនថាប៉ុស្តិ៍ពិភពលោកប្រកែកយ៉ាងណានោះទេខ្ញុំសម្លឹងមើលប្រអប់កំណប់យក្សទាំង3ដែលបញ្ចេញពន្លឺពណ៌ស្វាយភ្លឺចែងចាំងនៅចំពោះមុខខ្ញុំដង្ហើមរបស់ខ្ញុំស្ទើរតែឈប់លីលីបានប៉ះរូបរូនលីលីបានបិទភ្នែក
ហើយអង្រួនកាបូបយ៉ាងខ្លាំងឌីធំវាប្រហែលជាវាសនារបស់ឌីធំហើយរួនបានធ្លាក់ចូលក្នុងសន្លឹកបៀវាសនាសំណាងអាក្រក់ខ្ញុំបានបើកប្រអប់ទី1ភ្លាមពន្លឺពណ៌ស្វាយបានភ្លឺឡើងហើយក្រដាសស្បែកបុរាណមួយដាក់យ៉ាងស្ងាត់នៅខាងក្នុងផែនទីតំបន់សមុទ្រពិភពលោកបានកត់ត្រាកូអដនេនិងផ្លូវនៃតំបន់សមុទ្រធំទាំង4ជាវត្ថុដ៏ទេវភាពលំដាប់កម្ពូលជាមួយនឹងរឿងនេះយើងអាចរុករកនិងចាក់ចេញពីតំបន់សមុទ្រដ៏អាប់អួរនិងខ្យល់បក់បោកដ៏សែនអាក្រក់នេះបើកសៀវភៅទី2សៀវភៅជំនាញការហៅរបស់ Poseidon កម្រិតវីរភាពប្រើប្រាស់ថាមពលផ្លូវចិត្តដើម្បីកោះហែកកំពូល Carapace សមុទ្រជ្រៅ Upperma 100 unit ខ្ញុំបានពិនិត្យមើលតម្រូវការវាតម្រូវឲ្យមានកម្លាំងផ្លូវចិត្ត100ពិន្ទុខ្ញុំបានដាក់វាទៅអេលេណាដោយផ្ទាល់ទេពកោសល្យកម្រិតសិស្សរបស់នាងបានបង្កើនថាមពលផ្លូវចិត្តរបស់នាង3ដងដូច្នេះនាងអាចរៀនវាបានអេលេណាឡើងក្រហមហើយរៀនជំនាញនេះដោយគ្រវីដៃដ៏ស្រស់ស្អាតរបស់នាងទៅលើផ្ទៃសមុទ្រទឹកពុះផ្ទៃទឹកបានពុះកញ្ជ្រោលហើយក្តាមយក្សសមុទ្រជ្រៅជាង300ក្បាលដែលពាក់អាវក្រោះពេញខ្លួនកាន់ត្រីកោណបានចេញពីទឹកហុំព័ទ្ធកប៉ាល់ទាំងមូលយ៉ាងណែនកិត្យានុភាពបំផុតសិស្សស្រីទាំងអស់ស្រែកឡើងម្ដងហើយម្ដងទៀតទ្រូងចុងក្រោយខ្ញុំដកដង្ហើមវែងរួចបើកគម្របភ្លាមពន្លឺពណ៌មាសមួយដែលភ្លឺចែងចាំងជាងពេលមុនទៅទៀតបានបាញ់ត្រង់ចូលទៅក្នុងពពពន្លឺជាច្រើនមិនអស់បានបង្កើតជាការព្យាករណ៍ holographic នៃក្បាលយក្សដែលដូចសុបិននៅលើអាកាសគំរូកប៉ាល់ទេសចរប្រណេត Leviathan លំដាប់វីរភាពដែលរួមបញ្ចូលគ្នានៅវិស្វកម្មមេកានិករបស់ Da Vinci បន្ទាយសមុទ្រមួយដែលរួមបញ្ចូលគ្នានៅការវាយប្រហារការការពារនិងការរស់នៅតម្រូវការធ្វើឲ្យប្រសើរឡើងបន្ទះឈើចំនួន100,000បន្ទះផ្លុកដែកចំនួន10,000បន្ទះស្នូកព្យុះចំនួន5ពេលកំពុងសម្លឹងមើលលេខតារាសាស្ត្រមិនធម្មតាទាំងនេះសន្លឹកបៀក៏ស្ងាត់ឈឹងសូអ៊ីនិយាយនេះយើងនឹងត្រូវសាងសង់វារហូតដល់ជាតិក្រោយរបស់យើងតើអ្នកខ្លាច